Happy Khmer New Year from Golden Bridge International School of Phnom ឆ្នាំនេះឆ្នាំថ្មីញាតិមិត្តប្រស្រីតែលេងសង្ក្រាន្តហើយឆ្នាំនេះឆ្នាំថ្មីញាតិមិត្តប្រស្រីតែលេងសង្ក្រាន្តធំសម្បើមិនធ្លាប់មានតែលេងសង្ក្រាន្តបទប្រពៃណីយើងធំសម្បើមិន អមជាល្បែងប្រជាប្រិយមួយដែលគេយកមកនិមន្តលេងនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរល្បែងនេះគេយកក្អមមកចងជួរហើយដាក់ផ្កាឬម្សៅក្នុងក្អមគេជ្រើសរើសយកមនុស្សម្នាក់ឲ្យកាន់ដំបងនៅក្នុងដៃហើយយកក្រមាចងបិទបាំងផ្នែកបន្ទាប់មកតម្រូវឲ្យបងខ្លួន3ជុំរួចហើយឲ្យអ្នកលេងវាយបំបែកក្អមនៅខាងលើនោះ Like this is a popular game traditionally played during the Khmer New Year festivities. In this game, a clay pot is tied on a rope filled with flowers or powder. A player is chosen to hold a stick and has their eye blindfolded with a scarf. After being spun around 3 times, a player must attempt to break the clay pot above.